ជនជាតិខ្មែរពួកយើងថៃដែនសីមារួក្នុងរដ្ឋថាមន្ត្រីការគេមកបបពីយើងមានទឹកដីដល់ប្រពៃមហាសច្ចាជាតិយើងថ្លៃថ្លាមិនได้កូនអ្នកចង់មកI want to say to the world, Cambodia don't want war. We need peace, but peace was taken from us. បងហើសុំនាងសូសៀងទៅដល់បេះដូងនាងស្ដាប់រៀបរាប់រឿងពិតពីរឿងក្នុងចិត្តដែលខ្ញុំឈឺចាំពេលឃើញជានសង្ឃខ្មែរគេបងពៀនរហូតដល់ស្លាប់លើកចង់បិចមកចាចាញ់ខ្លាំងថ្លៃរឿងរ៉ាវដែលខ្ញុំចង់ប្រាំស៊ូពេលលីជីវិតក៏ដើម្បីមានទុកភូមិមុនស្លាប់មានមីមួយកញ្ចប់ពងទាមួយក្រាប់អោបជាប់ទ្រូងគ្រួសារដែលនៅផ្ទះក៏អស់សង្ឃឹមបានជួបជុំរាខ្មែរឃើញហើយស្រណោះបានត្រឹមតែនឹមគ្នាស្រែកយំងាកមើលជនភាសឹងសំងំពូនៅក្នុងព្រៃក្មេងរៀនគ្មានសាលាអាហារក៏គ្មានសម្រាប់ឆីចាចោលផ្ទះសំវែងក៏ព្រោះតែខ្លាចពួកសៀមប្រឡ័យយោមិនធ្វើជាដំបូកខ្នើយមួយភួយមួយក្នុងជាប់ដីជីវិតនេះទុកជូនជានធាតនេះទុកជូនអ្នកម្ដាយកាយទុកឲ្យអូននាងបូជាព្រោះបងត្រូវឃ្លាតទៅឆ្ងាយហើយពេលដែលបងចាចេញទៅសង្ឃឹមថាអូនមិនឈឺចាប់មានឈ្មោះធ្វើជាទើហ៊ានត្រូវតែពលីមិនខ្លាចស្លាប់ខ្លាចចិត្តខ្លាំងណាស់ពេលឃើញចាស់ដេកក្នុងត្រង់សេទីរត់ទៅតែនឹងកាត់បែរជាមកឆ្លងសំលេងក្របដេកុំទុកនៅជួងមុខខំប្រឹងតស៊ូមិនបានទុំទេត្រាំត្រែងក្នុងភ្លើងសង្គ្រាមក៏ដើម្បីតែទឹកដីខ្មែរតើអ្នកជឿទេពេលដែលគេធ្វើដល់យើងបែបនេះប្រពន្ធកូនស្រីដងហើអូនរងចាំបងនៅកន្លែងនេះសម្រេចនៃការឈឺចាប់កូនចង់ឲ្យប៉ាត្រឡប់មកផ្ទះតែមិនដឹងត្រូវធ្វើយ៉ាងណាមានតែប្រណមបង្គំបនព្រះយើងចង់បានតែសន្តិភាពមិនដាក់គំនិតជាតិសាសន៍ដទៃហើយពេលអ្នកចង់បានសង្គ្រាមដូចជារបបពូជសាសន៍ប្រឡាញ់សប្បាយចិត្តណាស់តើមែនទេពេលឃើញមនុស្សស្លាប់ពីពេញដីឬសន្តិភាពចំពោះមុខអ្នកព្រមវាចោលដោយផ្សែងបារីសូមលើកដៃបួងសួងដោយអស់អារុកអារៈអ្នកតាជួយជំរុញកងទ័ពជួមមុខឲ្យមានកម្លាំងខ្លាំងដោយយៈសាវាសម្រក់សម្បុកទ័ពខ្មាំងឲ្យយកមកវិញនៅជ័យជំនះដល់ពួកយើងស្រែកថាជ័យយោទ័ពកម្ពុជាយើងត្រូវតែឈ្នះជ័យយោជនជាតិ